ចំពោះសវត្ថិភាពចំណីអាហារឥឡូវបញ្ហារបស់យើងមានស្ថាប័នច្រើនពេកនៅក្នុងការត្រួតពិនិត្យសវត្ថិភាពចំណីអាហារចូលតាមច្រកមានកយដល់ផ្សារមានក្រសួងពាណិជ្ជកម្មចូលក្នុងហាងមានក្រសួងសុខាភិបាលហើយទេសចរពីណាធ្វើអីពីណាទទួលអីរឿងនេះគឺតាំងពីដើមអាណត្តិខ្ញុំបានប្រគល់ភារកិច្ចឲ្យអាយដាមអគ្គបណ្ឌិតសភាចារក្រុមការងារសិក្សាវិតម្លៃព្រោះឥឡូវបញ្ហារបស់យើងមានស្ថាប័នច្រើនពេកនៅក្នុងការត្រួតពិនិត្យសវត្ថិភាពចំណីអាហារចូលតាមច្រកមានកយដល់ផ្សារមានក្រសួងពាណិជ្ជកម្មចូលក្នុងហាងមានក្រសួងសុខាភិបាលហើយទេសចរពីណាធ្វើអីពីណាទទួលអីមិនត្រឹមតែគេថាគ្នាច្រើនសងខ្លោចអាចឬមួយក៏បាយឆៅប៉ុន្តែថែមទាំងបន្ទុកទៅដល់វិស័យឯកជនផងជួនកាល restaurant មួយមានប្រមាណស្ថាប័នទៅឆែកតើយើងធ្វើម៉េចប៉ុន្តែរឿងនេះគឺជារឿងធំណាស់សម្រាប់យើងទាំងអស់គ្នាពីណាក៏ហូបដែរអាដាមលោកជំទាវសម្ដេចភាសាអាហារនៅទីនេះមានសួរថាបន្លែចំណីអាហារមកនឹងវាមិនអត់មានអត់បាទអាដាមលោកជំទាវថ្នាក់ដឹកនាំឬមួយក៏បងប្អូនមួយចំនួនគាត់ដាំបន្លែនៅផ្ទះរបស់គាត់ដាំប៉ុន្តែពេលចេញទៅពិធីការពិធីផ្សេងគាត់ហូបកន្លែងផ្សេងអានេះដែលខ្ញុំថាអានេះគ្រោះថ្នាក់ជាងគ្រឿងញៀនទៀតអាគ្រឿងញៀនវាប៉ះពាល់តអ្នកប្រើហើយអសន្តិសុខដែលវាបង្កើតប៉ុន្តែអានេះគឺប៉ះគ្រប់គ្នាបាទយើងការពារមានអង្គរៈរាប់រយនាក់ការពារនៅវិមាននៅទីនេះមិនតិចជាងរាប់រយនាក់ប៉ុន្តែមានពីណាការពារដែលអ្វីដែលយើងដាក់នៅក្នុងពោះនេះគឺជាបញ្ហាប្រជាពលរដ្ឋយើងសុខភាពហើយអានេះគឺវាមិនធ្វើឲ្យភ្លាមវាធ្វើឲ្យសុខភាពទ្រុឌទ្រោមដែលជាបន្ទុករយៈពេលវែងរបស់យើងអញ្ចឹងការគ្រប់គ្រងសវត្ថិភាពចំណីអាហារសម្ដេចតេជោក៏ដូចជារដ្ឋាភិបាលអាណត្តិមុនបានខិតខំរៀបចំកិច្ចការងារយន្តការជាច្រើនរួមទាំងសាកល្បងនៅក្នុងការដាក់អន្តរក្រសួងឲ្យធ្វើយន្តការរួមជាមួយគ្នាក្រសួងស្ថាប័ននីមួយៗបានខិតខំធ្វើការហើយក្រសួងមហាផ្ទៃក្រសួងពាណិជ្ជកម្មក្រសួងទេសចរក្រសួងសុខាភិបាលបងប្អូនខិតខំធ្វើការងារហើយប៉ុន្តែទៅមានភាពឆក់ល្វែងចឹងហើយទាមទារឲ្យយើងដើម្បីពិនិត្យមើលនៅក្នុងការរៀបចំយន្តការឡើងវិញយើងកំពុងពិចារណានៅយន្តការមួយចំនួនជំរើសមួយចំនួនរួមទាំងការរៀបចំនៅយន្តការដឹកនាំសម្របសម្រួលរួមដែលអាចធ្វើការងារមួយដើម្បីកាត់បន្ថយនៅការជាន់គ្នាអញ្ចឹងយើងនឹងប្រជុំជាក់ស្ដែងនៅពេលខាងមុខឬពី3សេណារីយ៉ូដើម្បីពិនិត្យមើលតែគោលដៅសំខាន់បំផុតគឺត្រូវធ្វើយ៉ាងម៉េចដើម្បីលុបបំបាត់នៅបញ្ហាជាន់គ្នាបញ្ហាឆក់ល្វែងនេះឈានទៅដល់ការបង្ការនៅបញ្ហាចំណីអាហារឬថ្នាំសង្កូវដែលខូចគុណភាពនេះគឺជាកត្តាសំខាន់ហើយខ្ញុំសូមអរគុណណាស់ចំពោះការលើកឡើងនៅចំណុចនេះព្រោះវាពាក់ព័ន្ធទៅនឹងកសិកម្មដែរតែការប្រើប្រាស់និងការហូបចុកនៅផលិតផលកសិកម្មអានេះគឺគិតគូរទាំងពីការដាំដុះបាទព្រោះឥឡូវប្រទេសមួយចំនួនគឺគេហាមមិនឲ្យនាំចូលសំបីតែនៅថ្ងៃមុននេះអង្គរបស់យើងត្រូវមានបញ្ហាគេឲ្យដោយសារជាតិគីមីចំនួនតរ៉េននៅវៀតណាមគឺរាប់តោនទៅចាក់ចោលដោយសារជាតិគេរកឃើញអាចធ្វើឲ្យកង់ស្ទះអញ្ចឹងការធានារបស់យើងមិនត្រឹមតែសម្រាប់ហូបចុករបស់យើងទេប៉ុន្តែធានានៅការប្រព័ន្ធពាណិជ្ជកម្មរបស់យើងនិងផលិតផលរបស់យើងដែលទទួលស្គាល់ពីប្រជាពលរដ្ឋរបស់យើងបូកជាមួយនឹងអន្តរជាតិគឺត្រូវធ្វើយ៉ាងណាធានានៅបច្ចេកទេសទាំងអស់ទាំងការដាំដុះទាំងសុវត្ថិភាពចំណីអាហារ